កម្មវិធីរបស់យើងរយៈពេល3ថ្ងៃចាប់ទៅយើងទទួលបានលទ្ធផលល្អប្រសើរសម្រាប់យើងទាំងអស់គ្នាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបង្ហាញអ្នកណាម្នាក់ហើយគាត់ទទួលបានភាពរីកចម្រើនមិនថាលុយកាក់មិនថាសុភមង្គលគ្រួសារមិនថាសេចក្តីសុខផ្លូវចិត្តមិនថាគាត់ទិញផ្ទះថ្មីបើអាជីវកម្មថ្មីឬក៏មានអតិថិជនច្រើនខ្ញុំតែងតែនិយាយទៅកាន់ពួកគាត់ថាអរគុណដែលគាត់បានផ្ដល់ឱកាសឲ្យខ្ញុំធ្វើកិច្ចការហើយធ្វើឲ្យជីវិតរបស់ខ្ញុំកាន់តែមានន័យអញ្ចឹងដូចគ្នាដែរសម្រាប់បងប្អូនយើងនៅថ្ងៃនេះខ្ញុំអរគុណបងប្អូនយើងដែលធ្វើឲ្យជីវិតរបស់ខ្ញុំកាន់តែមានន័យអញ្ចឹងកម្មវិធីរបស់យើងមានរយៈពេល3ថ្ងៃហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងបើសិនជាមិត្តភ័ក្តិក្រុមគ្រួសារក៏អត់ទាន់មានឱកាសនៅក្នុងការចូលរួមអាចផ្ដល់ព័ត៌មានឲ្យពួកគាត់ចូលបាទបងប្អូនយើងចូល3ថ្ងៃនេះអាចសំចៃលុយរាប់រយដុល្លារឬក៏អាចថា$1000សម្រាប់អ្នកខ្លះគាត់ស្ដាប់ទៅគាត់យកទៅអនុវត្តកើតរីកចម្រើននៅក្នុងអំឡុងពេលពី3ឆ្នាំទៅមុខទៀត5ឆ្នាំទៅមុខទៀតឬក៏ពី3ខែនៅខាងមុខបាទមានតម្លៃមិនអាចកាត់ថ្លៃបានអញ្ចឹងបងប្អូនយើងអាចផ្ដល់ព័ត៌មានទៅឲ្យពួកគាត់ដើម្បីពួកគាត់ចូលរួមផងភរិយារបស់លោក Robert Kiyosaki គីមក៏តែនិយាយថាស្វាមីភរិយាគប្បីសិក្សារៀនសូត្រជាមួយគ្នាដឹងហេតុអីអត់ទេនៅពេលដែលរៀនចេះតិចជាងគ្នាឬក៏លើសគ្នាបើជាទូទៅអត់សូវល្អប្រសើរប៉ុន្មានដោយសារតែងតែមានចំនួនដោយសារតែកម្រិតចិត្តនិងចិត្តគឺអត់ដូចគ្នាចំណេះដឹងអត់ស្មើគ្នាបណ្ដាលឲ្យចិត្តមិនដូចគ្នាដែរម្នាក់ថាល្អម្នាក់ថាមិនល្អអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងអញ្ជើញពួកគាត់ចូលរួមហើយអាចរៀននៅកន្លែងណាក៏បានកំពុងញ៉ាំបាយរៀនក៏បានតែកុំភ្លេចបើសិនជាមានសកម្មភាពត្រូវធ្វើយើងធ្វើទាំងអស់គ្នាបាទកុំនៅស្ងៀមយើងអាចរៀននៅក្នុងបន្ទប់គេងក៏បានដែរបងប្អូនយើងខ្លះអូខេថ្ងៃមិញអស់កម្លាំងមិនអាចអង្គុយកើតមិនអាចធ្វើអីកើតបាទឡើងលើគ្រែរស់ឲ្យរៀនជាមួយខ្ញុំនៅពេលដែលឮបទភ្លេងក្រោកមកវិញរំនៅពេលនោះគឺក្រោកកើតហើយអញ្ចឹងមិនពីដើមខ្ញុំហ៊ាននិយាយថាធម្មពលផ្លូវចិត្តឬធម្មពលផ្លូវកាយនេះគឺជាលុយជំរាបសួរលោកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដែលនៅក្នុងក្រុម Mastery Lifestyle Challenge ខ្ញុំធ្លាប់ចូលកម្មវិធីជាមួយលោកគ្រូច្រើនដងដែរខ្ញុំតែងតែឃើញលោកគ្រូចែករំលែកពីវិធីដែលធ្វើឲ្យមានធម្មពលផ្លូវចិត្តពេលដែលខ្ញុំចូលដំបូងពេលនោះខ្ញុំមានអារម្មណ៍ថាស្រងាក់ចិត្តឬក៏មិនសប្បាយចិត្តដោយសារតែខ្ញុំពេលនោះគឺខ្ញុំចូលមកហ្នឹងគឺខ្ញុំរៀនចង់ដឹងចង់ចេះពីវិធីរកលុយធ្វើម៉េចបានលុយច្រើនធ្វើម៉េចកើនចំណូលធ្វើម៉េចវិនិយោគបានលុយភ្លាមខ្លាយជាអ្នកមានស្រាប់តែពេលនោះលោកគ្រូចែកម្លែកពីការបង្កើនធម៌ពលក្នុងរាងកាយធម៌ពលផ្លូវចិត្តក៏ប៉ុន្តែខ្ញុំនៅតែបន្តការសិក្សារៀនសូត្រជាមួយលោកគ្រូពីមួយវគ្គទៅមួយវគ្គពីកម្មវិធីមួយទៅកម្មវិធីមួយហើយបន្តអានសភៅពេលនោះខ្ញុំបានសិក្សាដឹងថាធម៌ពលផ្លូវចិត្តគឺសំខាន់ជាងហិរញ្ញវត្ថុរបស់បងប្អូនទៅទៀតឬក៏ខ្ញុំអាចនិយាយថាធម៌ពលរាងកាយធម៌ពលផ្លូវចិត្តរបស់យើងនេះគឺជាលុយទាំងសុខភាពទាំងចំណេះដឹងទាំងលុយកាក់ប្រាំកូនក្រុមគ្រួសារអ្វីផ្សេងៗនោះគឺវាតកតងជាមួយនឹងធម៌ពលផ្លូវចិត្តហ្នឹងហើយមួយទៀតគឺតកតងទៅនឹងលុយពេលដែលសានភាពមុនដែលខ្ញុំមិនសប្បាយចិត្តហ្នឹងប្រាក់ចំណូលរបស់ខ្ញុំតិចទេប៉ុន្តែបើធៀបជាមួយនៅពេលឥឡូវដែលខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្ញុំសប្បាយអញ្ចឹងចំណូលរបស់ខ្ញុំពេលនេះគឺការឡើងខុសពីពេលមុនដែលធ្វើឲ្យខ្ញុំឆ្ងល់ថាហេតុអ្វីពេលមុនខ្ញុំអត់សប្បាយចិត្តប្រាក់ចំណូលខ្ញុំទាបក្នុងស្ថានភាពដូចគ្នាទីកន្លែងរស់ស៊ីដូចគ្នាប៉ុន្តែក្នុងពេលនេះដែលធម្មពលរបស់ខ្ញុំរីករាយខ្ញុំសប្បាយចិត្តបែរជាប្រាក់ចំណូលរបស់ខ្ញុំកើនឡើងអញ្ចឹងបងប្អូនមិនតល់ច្បាស់ឬក៏នៅរីរែកដូចខ្ញុំពីមុនមកខ្ញុំលើកទឹកចិត្តបងប្អូនបន្តសិក្សាពីធម្មពលផ្លូវចិត្តនេះឲ្យបានច្រើនបាទនេះគឺជាអ្វីដែលខ្ញុំរៀនបានហើយខ្ញុំបានឆ្លងកាត់វាបាទអរគុណច្រើន